កូនគឺជា baby របស់ឪពុកម្ដាយនឹងសង្ឃថារៀងរហូតហ្មងចាគាត់បារម្ភគាត់គិតថាកូនគាត់ដឹងដូចជាកូនក្មេងរហូតចាជំងឺដែលគាត់ជួបប្រទះភាគច្រើនជាជំងឺរ៉ាំរ៉ៃនោះមានដូចជាជំងឺបេះដូងជំងឺទឹកនោមផ្អែមជំងឺ Parkinson ជំងឺលើសឈាមជំងឺ stroke ហើយជាពិសេសជំងឺវង្វេងហើយការថែទាំមនុស្សចាស់មិនមែនថាតតែការថែទាំនៅពេលដែលគាត់ឈឺហើយទេបើសិនជាមនុស្សចាស់គាត់និយាយថាម៉ាក់អត់អីទេម៉ែអត់អីទេយាយអត់អីទេប៉ាអត់អីទេមិនមែនបានន័យថាគាត់អត់អីដូចគាត់ថាទេគាត់គ្រាន់តែបារម្ភមិនចង់ឲ្យកូនគាត់គិតថាគាត់មានបញ្ហាហេតុអីបានខ្ញុំហ៊ាននិយាយថាមនុស្សចាស់គាត់មិនត្រូវការអីច្រើនទេគាត់ត្រូវការតែការយកចិត្តទុកដាក់ការយល់ចិត្តយកចិត្តពីកូនចាពេលខ្លះគាត់បានប្រឹងប្រែងពេញមួយជីវិតក្នុងការកសាងគ្រួសារទំនុកបម្រុងកូនគុតគួងកូនបានជួយតម្រង់ទិសកូនជួយជំរុញកូនបានទៅដល់គោលដៅនៃជីវិតរបស់កូនអញ្ចឹងចុងក្រោយថាចុងក្រោយនៃជីវិតរបស់គាត់មិនទាមទារអ្វីពីកូនជាទ្រព្យសម្បត្តិឬជាអីទេប៉ុន្តែគាត់អ្វីដែលគាត់ត្រូវការបំផុតពីកូននោះគឺការយល់ចិត្តរបស់គាត់ដែលក្នុងនាមគាត់ជាមនុស្សចាស់និងការយកចិត្តគាត់យកចិត្តហ្នឹងយ៉ាងម៉េចមានន័យថាឧទាហរណ៍ថាការគោរពដល់ការគោរពធម្មតាចាស់ទៅគាត់មានយើងតែងតែលើនិយាយថាចាស់ទៅល្អច្រើននិយាយច្រើនខ្វល់ច្រើននេះចេះគាត់ពិតជាខ្វល់ច្រើនបារម្ភដោយសារគាត់បារម្ភច្រើនអញ្ចឹងដោយសារតែអញ្ចឹងកូនខ្លះគាត់អត់យល់ចិត្តគាត់ខឹងគាត់ដូចថាសម្ដីខ្ពស់លើឪពុកម្ដាយអញ្ចឹងណាដូចថាសម្ដីធ្ងន់សម្ដីស្រាលអីលើឪពុកម្ដាយដោយសារគាត់ធុញនឹងពាក្យនិយាយច្រើននឹងអញ្ចឹងទៅអញ្ចឹងតាមពិតគាត់មិនមានចេតនាអាក្រក់អីទេហើយគាត់ក៏មិនមានចេតនាថាគាត់និយាយច្រើននឹងបំណងឲ្យកូនគាត់ធុញឬអីដែរគឺគាត់គ្រាន់តែចង់គាត់បារម្ភអញ្ចឹងសម្រាប់មនុស្សចាស់កូនគាត់ដល់អាយុប្រហែលក៏ដោយទោះបីគាត់អាយុ90កូនគាត់អាយុ70ក៏គាត់នៅបារម្ភថាកូនគាត់នឹងជាក្មេងរបស់គាត់តតែចាគឺរបៀបអញ្ចឹងដើម្បីដែលខ្ញុំបត់ពិសោធន៍ក្នុងការមើលថែទាំមនុស្សចាស់គឺអញ្ចឹងគឺថាកូនគឺជា baby របស់ឪពុកម្ដាយនឹងសង្ឃថារៀងរហូតហ្មងចាគាត់បារម្ភរហូតគាត់គិតថាកូនគាត់ដឹងដូចជាកូនក្មេងរហូតចាអញ្ចឹងខ្ញុំថាមនុស្សចាស់ត្រូវការតែការយកចិត្តឬក៏យល់ចិត្តពីកូនណាចាហើយកូនផ្ដល់ការគោរពផ្ដល់ភាពកក់ក្ដៅដល់គាត់ទៅគឺគាត់គ្រប់គ្រាន់ហើយអញ្ចឹងចាជំងឺមនុស្សចាស់មានច្រើនតែជំងឺដែលជួបញឹកញាប់ច្រើនជាងគេបំផុតនោះគឺជំងឺវង្វេងជំងឺ Parkinson ជំងឺបេះដូងជំងឺលើសឈាមជំងឺ stroke ហ្នឹងហើយជំងឺទឹកនោមផ្អែមហ្នឹងគឺភាគច្រើនកើតឡើងលើមនុស្សចាស់ឪពុកម្ដាយចាស់គាត់តែងតែមានផលលំបាករបស់គាត់ដែរថាគាត់ត្រូវមើលថែទាំឪពុកម្ដាយគាត់ដោយរបៀបម៉េចចាំបើឪពុកម្ដាយគាត់មានជំងឺវង្វេងឬក៏ជំងឺ Parkinson អីគាត់ត្រូវមើលថែទាំបែបម៉េចចឹងណាចាហើយជាពិសេសបើអ្នកជំងឺ Parkinson វិញគឺមានសញ្ញាអ្នកខ្លះកាចខ្លាំងគេចឹងច្រើនអ្នកខ្លះកាចដោយអត់មានដឹងទិសដៅដូចថាកាចចេញអំពើឬថាហិង្សាជេរឬក៏វង្វេងឬថាបាត់ការ control ណាចាហើយអញ្ចឹងខ្ញុំជួបសមាជិកគ្រួសារនៃអ្នកជំងឺ Parkinson នេះហ្នឹងគឺគាត់ថាគាត់ stress មែនតើហើយពេលខ្លះតើថាគាត់នឹងអប់រំចិត្តគាត់ខ្លាំងបានគាត់គាត់អាចទទួលយកទង្វើហ្នឹងក៏គាត់យល់ថានឹងជាជំងឺជាសញ្ញាជំងឺប៉ុន្តែសមាជិកគ្រួសារជាច្រើនគាត់អត់បានយល់ថានឹងគេកើតឡើងដោយសារជំងឺទេហើយដើម្បីទប់ស្កាត់នោះគឺបើយើងបានហៅថាជួបពិគ្រោះយោបល់ព្យាបាលទាន់ពេលវេលាវានឹងទប់ស្កាត់ការវិវត្តហ្នឹងកុំឲ្យទៅធ្ងន់ធ្ងរលឿនដែរចាវាទប់ស្កាត់ណាព្រោះជំងឺ Parkinson ក៏គេមិនទាន់រកឃើញថាការព្យាបាលឲ្យជាសះស្បើយនឹងដែរតែគេបានធ្វើការព្យាបាលឲ្យទប់ស្កាត់ការវិវត្តហ្នឹងណាចាស់ភាគច្រើនគាត់តែងតែនិយាយអញ្ចឹងគឺម៉ាក់អីទេប៉ាអីទេកុំបារម្ភពីម៉ាក់កុំបារម្ភពីប៉ាខ្ញុំសម្រាប់យោបល់ខ្ញុំផ្ទាល់ឃើញថាសង្ឃថាលើសពី 90% ដែលចាស់គាត់តែងតែនិយាយបែបហ្នឹងគឺមូលហេតុដោយសារគាត់បារម្ភពីកូនដោយក្តីស្រឡាញ់របស់គាត់ចំពោះកូនគាត់អត់ចង់ឲ្យកូនគាត់បារម្ភពីគាត់
ចឹងគាត់តែងតែនិយាយថាអត់អីសំបីតែគាត់ឈឺក៏គាត់ថាគាត់អត់អីដែរចឹងសំបីតែការចំណាយក៏អីគាត់ភ័យគាត់បារម្ភគាត់ខ្លាចកូនចៅគាត់អស់លុយគាត់ខ្លាចកូនចៅគាត់រវល់គាត់ខ្លាចកូនគាត់មិនមានពេលមើលចៅរបស់គាត់អញ្ចឹងគាត់សុខចិត្តថាឲ្យគាត់និយាយទៅថាឪពុកម្ដាយស្រឡាញ់កូនដោយអត់លក្ខខណ្ឌណាអញ្ចឹងគាត់ចង់ឲ្យកូនគាត់នឹងយកពេលវេលាទៅមើលចៅគាត់ទៅមិនបាច់មកមើលគាត់ទេអញ្ចឹងណារបៀបអញ្ចឹងចាពេលខ្លះម្ដាយសុខចិត្តអូម្ដាយឪពុកសុខម្ដាយសុខចិត្តរៀបបាយរៀបអីឲ្យកូនញ៉ាំខ្លួនឯងចាំញ៉ាំតាមក្រោយដោយសារគាត់ខ្លាចខ្វះបាយឬក៏អីអញ្ចឹងគាត់សុខចិត្តលះបង់ឲ្យកូនសិនអញ្ចឹងគាត់ខ្លាចខ្វះម្ហូបហើយអីគាត់សុខចិត្តអត់សិនចាំមើលកូនញ៉ាំហើយសិនពេលខ្លះអញ្ចឹងនឹងជាសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌរបស់ពុកម្ដាយដូចជាការញ៉ាំបាយកកអញ្ចឹងតែជាចោមម៉ាក់ចូលចិត្តញ៉ាំបាយកកកាពិតដំបូងឡើយនៃការចូលចិត្តហ្នឹងដោយសារគាត់ស្ដាយគាត់មិនចង់ចោលបាយកកតែគាត់ចង់ឲ្យកូនគាត់ញ៉ាំបាយក្តៅឆ្ងាញ់អីអញ្ចឹងទៅតែគាត់សុខចិត្តទុកបាយកកញ៉ាំខ្លួនឯងនិយាយទៅការថែទាំមនុស្សចាស់មិនមែនចាំបាច់តលថាគាត់ឈឺក្រោកអត់រួចអីបានយើងត្រូវផ្ដល់ការថែទាំជូនគាត់ទេដូចជាការថែទាំគ្រប់គ្រងផ្លូវចិត្តដូចយើងថាយកចិត្តគាត់យល់ចិត្តគាត់មកហ្នឹងក៏គឺភាពចាំបាច់ដែរហើយការប្រុងប្រយ័ត្នតាមដានស្ថានភាពគាត់បើយើងមើលឃើញពីគាត់ថាយើងមើលឃើញថារូបរាងខាងក្រៅយើងឃើញដឹងសញ្ញាម្ដាយឪពុកយើងចាស់យ៉ាងម៉េចមើលទៅគាត់កម្លាំងកំហែងដូចជាក្រោកមិនចង់រួចគាត់រៀងដើរយឺតឬក៏មានសភាពកោងខ្នងអីហ្នឹងយើងដឹងថាគាត់ជាសញ្ញាមនុស្សចាស់ហើយប៉ុន្តែអ្វីដែលយើងមើលអត់ឃើញគឺសញ្ញាមនុស្សចាស់មានជាច្រើនទៀតដូចជាគាត់មានការភ្លេចភ្លាំងច្រើនកំលេវអាវបញ្ជ្រួពាក់អាវខុសខ្លួនឯងឧទាហរណ៍អញ្ចឹងហើយតកតងនឹងអនាម័យខ្លួនប្រាណគាត់មានគាត់ដូចថាគាត់ធ្លាប់តែស្អាតបាតជាអ្នកមានអនាម័យរៀបចំខ្លួនហ្នឹងតែគាត់មានការផ្លាស់ប្ដូរដោយសារគាត់អនាម័យហ្នឹងបាត់បង់ពេលខ្លះរបស់អត់ត្រូវដាក់កន្លែងហ្នឹងគាត់យកមកដាក់កន្លែងហ្នឹងនិយាយទៅមានយើងត្រូវតាមដានជាច្រើនឧទាហរណ៍ដូចជាគាត់ធ្វើម្ហូបអីអញ្ចឹងជាទូទៅគាត់ជាមនុស្សស្អាតគាត់ត្រូវលាងឡើងច្រាញ់អីអញ្ចឹងសប្ដាហ៍ពេលមានអសញ្ញាមួយជាថាយើងហៅថាសញ្ញាមនុស្សចាស់នឹងចូលមកគឺពេលខ្លះគាត់ថាអូហ្នឹងអត់អីទេបានទេប៉ុណ្ណឹងបានទេដាក់ទៅប៉ុន្តែគឺអត់អនាម័យទេគាត់បាត់អាហ្នឹងដែរពេលខ្លះហ្នឹងជាសញ្ញាដែលយើងមើលអត់ឃើញពេលខ្លះរបស់ដែលអត់ត្រូវប្រើលើដូចថាគាត់ដាក់លើតុអីចឹងគាត់ថាឃើញតុភ្លឹងហើយគាត់ដាក់ចោលរបស់ត្រូវញ៉ាំចោលលើតុអីចឹងទៅហ្នឹងក៏ជាសញ្ញាដែលយើងចាត់ទុកសញ្ញាមនុស្សចាស់ដែរចាសូម្បីតែកណាត់ជូតជើងជូតអីហ្នឹងក៏ទៅធ្វើហានិភ័យដល់មនុស្សចាស់តាក់ដួលដែរអ្នកប្រជាជនក្រុងឯងមិនមានកណាត់ជូតជើងជូតអីនៅលើនៀបលើក្តារតែប្រជាជនជនបទអាចមានកណាត់អស់នឹងនៅលើទេហាណាចាអញ្ចឹងពេលខ្លះគាត់តាក់តែជើងដួលតែកណាត់ហ្នឹងក៏គាត់អាចដួលបានដែរអញ្ចឹងយើងត្រូវដឹងថាផ្លូវដើររបស់គាត់មានសុវត្ថិភាពដោយរបៀបម៉េចចាអញ្ចឹងពីគាត់កន្លែងស្នាក់នៅគាត់កន្លែងសម្រាប់របស់គាត់ដើរទៅបន្ទប់ទឹកហ្នឹងចម្ងាយម៉េចអញ្ចឹងត្រូវធ្វើមានអីឲ្យគាត់ដើរដើម្បីមានសុវត្ថិភាពបែបម៉េចដែរហ្នឹងបើសិនជាយើងគាត់មិនទាន់មិនថាគាត់មិនទាន់ជាអ្នកជំងឺតែគាត់ក្នុងវ័យចាស់យើងត្រូវគិតពីសុវត្ថិភាពគាត់ហ្នឹងជាការពារមុនកុំឲ្យមានហានិភ័យធ្ងន់ធ្ងរកើតឡើងដល់គាត់ចាយើងមិនចាំបាច់ដល់ដូចថាយើងមិនចាំបាច់ដល់គាត់ឈឺងើបអត់រួចបានយើងត្រូវការផ្ដល់ការថែទាំគាត់យកចិត្តទុកដាក់គាត់ទេចា